Ok សួស្តីអ្នកនរគ្នាអញ្ចឹងយើងតមេរៀនយើងបន្តទៀតយើងចូលទៅដល់ Brush Tool នៅពេលដែលយើងធ្វើការ select Brush Tool យើងក៏លេខទៅមើល option ខាងលើអញ្ចឹង option ខាងលើនេះគឺសម្រាប់ធ្វើការសេរីនៅទំហំនៃ brush បើសិនជាយើងយកទំហំលេខកាន់តែទូច brush យើងកាន់តែទូចបើសិនជាយើងយកទំហំធំ brush យើងគឺធំដូចគ្នាតែបើសិនជាយើងចង់ឲ្យ brush នេះវាលក្ខណៈថាកែមជុំវិញនេះវាព្រិលយើងអាចសេរីកន្លែង hardness នេះយកទំហំទូចហើយយើងអាចធ្វើការគូសបាទអញ្ចឹងវាលក្ខណៈព្រិលកែមហើយគឺយើងអាចធ្វើការបដូរពណ៌សម្រាប់ធ្វើការគូសបានដូចគ្នាចំពោះនៅក្នុងកន្លែងហ្នឹងដែរក៏យើងអាចធ្វើការកំណត់នៅប្រភេទនៃ brush នៃមានតែជក់សម្រាប់ធ្វើការគូសហ្នឹងគឺវាមានជា set របស់វាហើយបើសិនជានៅក្នុងមេរៀនបន្តទៀតយើងអាចមាន brush ជាច្រើនសម្រាប់ធ្វើការ select បញ្ចូលទៅដែលមានស្រាប់ជាច្រើនអញ្ចឹងនៅក្នុងនេះជាទូទៅវាមានតែ4សម្រាប់ធ្វើការឲ្យយើងធ្វើការគូសទេយើង select បែបណាហើយយើងជ្រើសរើសទំហំមកយើងអាចធ្វើការគូសមកណាហ្នឹងហើយអញ្ចឹងនៅមេរៀនបន្តទៀតនឹងកាន់តែស៊ីជម្រៅចឹងឥឡូវខ្ញុំសូមយកធម្មតាមកវិញហើយខ្ញុំធ្វើការបញ្ចូលបន្ថែមកន្លែង mode នេះអត់តាន់ទេហ្នឹងហើយអញ្ចឹងយើងមកមើលកន្លែង opacity មានន័យថាភាពដិតរបស់វាបើសិនជាយើងធ្វើការគូសអញ្ចឹងទៅវាដិតតែបើយើងយកពាក់កណ្ដាលយើងគូសមកវាព្រិលបែបនេះយើងយកវា5វាព្រិលបែបនេះ opacity នេះគឺនៅពេលដែលយើងធ្វើការគូសឧទាហរណ៍ថាយើងផាត់ពណ៌ទៅលើកន្លែងចំណុចដែលយើងចង់បានយើងគូសម្ដងហើយយើងទាញមកម្ដងទៀតទៅពេលយើងអត់ប្រឡែងដៃគឺវាអត់មានការប្រែប្រួលនៃពណ៌នោះទេណាតែបើសិនជាយើងគូសទៅលើវាម្ដងទៀតមានន័យយើងប្រឡែងដៃឆ្វេងរបស់យើងហ្នឹងយើងគូសភាសាទៀតវាចាប់តាមដិតពីលើពណ៌ហ្នឹងភាសាទៀតបើស្អីយើងគូសបន្ថែមទៀតគឺវាដិតបន្ថែមទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើយើងមកមើល flow វិញ flow បើសិនជាយើងយកទំហំប៉ុណ្នេះយើងគូសឥឡូវខ្ញុំសុំធ្វើការចុច S12 នេះសិន flow នៅពេលយើងធ្វើការចុចម៉ៅខាងឆ្វេងចុចគូសវាហើយបើសិនជាយើងគូសវាទៅវិញគឺវាដិតច្បាស់តែម្ដងណាអត់នេះទេវាអត់ចាំតែយើងប្រឡែងដៃទេគឺវាដិតច្បាស់តែបើសិនជា opacity នេះវិញយើងគូសតែម្ដងហើយយើងគូសមកវិញគឺវានៅតែប៉ុណ្ណឹងវាអត់ប្រែពណ៌ទេដល់តែយើងប្រឡែងហើយយើងគូសពីលើភាសាទៀតទៅវាចេញពណ៌យល់បានកន្លែងហ្នឹងបាទចំពោះ smooth កន្លែងនេះបើសិនជាយើងយកវា100ពេលយើងគូសមកវារៀងថាពេលដែលយើងគូសមកឃើញអាចំណុចខ្មៅនេះទៅមុនហើយបានអានោះមកតាមក្រោយតែបើយើងយកអានេះ smooth ពេលយើងគូសមកគឺវាមកដល់តែដូចគ្នាពេលវាទៅដល់ណាគឺវាទៅដល់នឹងដូចគ្នាបាទយើងចុច S12 មកវិញអញ្ចឹងករណីយើងចង់ធ្វើការផាត់ពណ៌ទៅលើ pixel layer នេះយើងអាចធ្វើការបន្ថយអានេះមកបាទថយនេះហើយយើងអាចធ្វើការជ្រើសរើសយក hardness នេះប៉ុណ្នេះមកហើយយើងធ្វើការផាត់មកណាផាត់មកអញ្ចឹងពេលយើងប្រឡែងដៃគឺវាចេញពណ៌ណាអញ្ចឹងយើងចូលទៅដល់ការប្រើ brush ទៅលើ layer mask អញ្ចឹងឥឡូវខ្ញុំសូមគូស select ឡាសូគូសទៅលើវារួចខ្ញុំធ្វើការបង្កើត mask វាមួយអញ្ចឹងនៅពេលដែលយើង select ទៅលើ brush tool ហើយយើង select ទៅលើ layer mask វានឹងចេញពណ៌ខ្មៅនិងពណ៌សបើសិនជាយើងយកពណ៌ខ្មៅនៅខាងលើនេះនៅពេលដែលយើង brush ទៅគឺវានឹងបាត់ទៅលើ background មានន័យយើងលុបបំបត្តិ background អញ្ចឹងកន្លែងនេះយើងអាចធ្វើការបន្ថែមបំបត្តិ C វាយក100មកមានន័យថាឲ្យវាដាច់ពិតតែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងធ្វើការគូសបែបនេះគឺជាលក្ខណៈលុបនៃ
ប្រាប់តែបើសិនជាយើងធ្វើការផ្លាស់ប្ដូរតែបើសិនយើងធ្វើការផ្លាស់ប្ដូរចំណុចនេះទៅជាពណ៌សហើយយើងធ្វើការប្រាស់ទៅលើ layer mask វានឹងហៅទិន្នន័យមកឲ្យយើងវិញទាញមកវានឹងហៅទិន្នន័យមកណាទិន្នន័យពីមុនមានមិនគឺវាហៅតែបើយើងបដូរនេះទៅជាពណ៌ខ្មៅមានន័យថាយើងធ្វើការលុបបាទអញ្ចឹងយើងចូលទៅដល់ធួមួយទៀតបាទធួនោះគឺ pencil ធួសម្រាប់ធ្វើការគូសរូបបាទអញ្ចឹងយើងឃើញចំណុចទំហំនៃខ្មៅដៃវាមានទំហំទូចអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរទំហំវាមកយើងចង់បានទំហំប៉ុណ្ណាសម្រាប់ធ្វើការគូសឥឡូវខ្ញុំសូមធ្វើការបង្កើត new layer មួយហើយខ្ញុំធ្វើការចាក់ background វាជាពណ៌ខ្មៅចឹងកន្លែងនេះយើងអាចធ្វើការបដូរពណ៌យើងចង់បានពណ៌បែបណាយើងយកពណ៌បែបហ្នឹងមកហើយយើងអាចធ្វើការគូសវាជាខ្មៅដៃណាចឹងនៅក្នុងហ្នឹងយើងអាចធ្វើការ select ទំហំបែបណាយើងចង់ធ្វើការគូសបែបណាអាហ្នឹងបើសិនជាអ្នកគាត់មានជំនាញខាងគូសរូបគឺត្រូវហើយណាហ្នឹងហើយគេមានឧបករណ៍សម្រាប់គូសទៀតទៅវា smooth បើយើងប្រើម៉ៅវាអត់ smooth ល្អទេអញ្ចឹង tool pen នេះគឺសម្រាប់ធ្វើការគូររូបហើយធ្វើការបដូរពណ៌ទៅតាមប្រភេទយើងចង់បានពណ៌អីយើងគូសពណ៌ហ្នឹងមកណាសម្រាប់គូសព្រៀងគូសអីហ្នឹងទៅអញ្ចឹងយើងចូលទៅកាន់ tool មួយទៀតយើងចូលទៅកាន់ color replacement tool color replacement tool នេះគឺប្រើសម្រាប់ផ្ទៃដែលមានពណ៌ដូចគ្នាទៅជាវាចាប់យកតែផ្ទៃដែលមានពណ៌បៃតងឧទាហរណ៍ពណ៌បៃតងកន្លែងនេះខ្ញុំ select ទៅចំកន្លែងនេះគឺវា select យកតែពណ៌បៃតងទេអត់ select យកពណ៌កណូបអញ្ចឹងណាហើយនេះមានន័យថាកន្លែងចំណុចនេះយើងកុំដាក់ឲ្យចំលើជើងចេះយើងដាក់ឲ្យចំជារៀងចេះវាចាប់យកតែចំណុចពណ៌បៃតងទេនេះអូខេវាចាប់យកតែចំណុចពណ៌បៃតងយើងអាចធ្វើការគូសចេះមកមានន័យថាវាចាប់យកតែពណ៌យើងចង់ប្ដូរពណ៌បែបណាវាចេញពណ៌បែបហ្នឹងអញ្ចឹងឧទាហរណ៍ថានៅលើកន្លែងរូបនេះខ្ញុំចង់ប្ដូរវាទៅជាពណ៌បៃតងអញ្ចឹងយើងយកកន្លែងនេះមកហើយប្ដូរពណ៌វាទៅជាពណ៌បៃតងហើយអូខេមកអញ្ចឹងយើងចុចកន្លែងនេះមកវាប្ដូរតែពណ៌បៃតងណាហើយហ្នឹងប្ដូរពណ៌បៃតងចុចមកប្ដូរពណ៌បៃតងបាទអញ្ចឹងពីមុនវាពណ៌រៀងពណ៌ត្នោតណាហ្នឹងហើយអញ្ចឹងយើងចូលទៅដល់មួយទៀតគឺ mixer brush tool នេះប្រើសម្រាប់